carbon fiber សួស្តីបងប្អូនអរគ្នានេះគឺជារថយន្ត Mazda BT50 ដែលក្រុមការងារយើងទើបតែបញ្ចប់នឹងធ្វើការបាញ់ថ្នាំក៏ដូចជាបញ្ចប់នៅការតុបតែងរថយន្តផ្នែកទាំងមូលនៃតួរថយន្តនេះគឺជារថយន្តរបស់ក្រុមហ៊ុនមួយដែលគាត់ប្រើប្រាស់ជាតម្រូវការចាំបាច់ជាប្រចាំថ្ងៃដែលគាត់ប្រើប្រាស់អាយុកាលប្រហែលជាចូល5ឆ្នាំដែលធ្វើឲ្យតួរថយន្តទាំងមូលមានការទ្រុឌទ្រោមនិងធ្វើឲ្យតួរថយន្តទាំងមូលមានផ្នែកណាខ្លះមិនមានសម្ព័ន្ធភាពអញ្ចឹងអតិថិជនយកមកឲ្យក្រុមការងារ VKX យើងដើម្បីធ្វើការតុបតែងក៏ដូចជាធ្វើការបាញ់ថ្នាំផ្នែកផ្សេងធ្វើបែបណាឲ្យរថយន្តនេះមានភាពស្រស់ស្អាតនិងមានសភាពដូចទ្រង់ទ្រាយដើមដោយការពី5ឆ្នាំមុននេះគឺជា hood carbon fiber ដែលទម្រង់ original ដែលមានគុណភាពល្អធន់ស្អាតចំណែកឯកាឡាកាបូនវិញយើងមើលទៅឃើញពិតជាស្រស់ស្អាតមែនតើហើយធ្វើជា carbon សុទ្ធ 100% តែដែលយើងទើបតែធ្វើការបាញ់ថ្នាំនៅប្រភេទពណ៌ខ្មៅគ្រើមដែលធ្វើឲ្យតួរថយន្តមើលទៅមានសភាពរឹងមាំនិងភាពអង់អាចក្លាហានកាន់តែស្រស់ស្អាតយើងទើបតែធ្វើការបញ្ចប់នៃការបាញ់ថ្នាំហើយបែរខាងនេះគឺជាទីផ្សារពេលផ្ទាល់រថយន្តនេះគឺយើងបានធ្វើការបាញ់ថ្នាំក៏ដូចជាធ្វើការបំពាក់នៅគ្រឿងឧបករណ៍ទាំងមូលតែម្ដងដូចជាប្រភេទថ្នាំឥឡូវខ្ញុំសូមលើកយកនិយាយតែប្រភេទថ្នាំនេះគឺជាប្រភេទថ្នាំដែលយើងតម្រូវបាញ់ជាមួយនឹងកាងដែកដែលយើងបាញ់លក្ខណៈ style មានគ្រាប់ល្អិតតូចដែលធ្វើឲ្យរាងកាងដែកមួយទម្រង់នៃរថយន្តក៏ដូចជាថ្នាំក្បាត់នៃរថយន្តទាំងមូលមានភាពរឹងមាំក៏ដូចជាការពារឆ្កូតមិនថាលោកអ្នកបើកនៅតាមតំបន់ព្រៃភ្នំឬក៏តាមអបរ៉ូតមិនថានៅក្នុងក្រុងទេមានការប៉ះពាល់ខ្លះគឺទឹកថ្នាំនេះអាចជួយរថយន្តយើងកាន់តែធន់កាន់តែរឹងមាំបាទហើយរថយន្តនេះគឺយើងបានធ្វើការ upgrade ជាមួយនឹង intercooler ផ្នែកខាងមុខដែលយើងទើបតែបញ្ចប់ហើយមិនតែប៉ុណ្ណោះយើងមិនភ្លេចទេគឺ air intake ដែលយើងប្រើប្រាស់នឹងការ design ចេញពីការងារ VKX យើងទាំងស្រុងគឺក្រោយមួយរយៈកាលក្រោយនេះយើងបានធ្វើការបំពាក់ក៏ដូចជាយើងបានសិក្សាបន្ថែមនៅបច្ចេកទេសនៃ air intake ដែលធ្វើចេញពីទឹកដៃរបស់ក្រុមការងារ VKX យើងទាំងស្រុងគឺមានភាពស្រស់ស្អាតមានភាពធន់លំហូរខ្យល់កាន់តែមានប្រសិទ្ធភាពនេះគឺជាប្រភេទ air ដែលយើងប្រើប្រាស់ជាមួយនឹងរថយន្ត Mazda នេះគឺប្រភេទ Air Can Original យើងនាំចូលពីសហរដ្ឋអាមេរិកហើយនេះគឺជាការ design ក៏ដូចជាការ custom ចេញពីខាង VKX យើងគឺយើងវាយជាមួយនឹងបំពង់ធ្វើចេញពីអលុយញ៉ូមអមជាមួយនឹងកញ្ចក់ខាងលើដែលការពារដីធូលីហុយនិងទឹកមួយចំនួនថែមទៀតair នេះគឺយើងកណ្ដិតចូលជាមួយនឹង snorkel ចំហៀងមិនថាលោកអ្នកបើកចូលក្នុងទឹកក្នុងអូរក្នុងជម្រៅបែបណាមិនថាខ្ពស់ខ្ញុំឬក៏ខ្ពស់ជាងខ្ញុំបន្តិចក៏រថយន្តមិនរលត់ដែរដោយសារដង្ហើមនៃរថយន្តគឺនៅខាងលើនេះបងប្អូនមើលខ្ពស់ជាងខ្ញុំ1.80 ម៉ែត្រអញ្ចឹងកម្ពស់នេះចូល1.90 ម៉ែត្រហើយបាទរថយន្តនេះយើងបានធ្វើការបាញ់ថ្នាំមួយជុំតែម្ដងជាប្រភេទថ្នាំខ្មៅគ្រើមក្របប៉ុន្តែយើងរំលេចឲ្យវាមានបែបរលោងបន្តិចបន្តួចដើម្បីជៀសវាងយើងបើកតាមតំបន់ដីហុយឬក៏តំបន់តាមផ្លូវគ្រួក្រហមអីมันមានសភាពកាន់ស្នឹមជាប់ជាមួយនឹងសាច់ដែករថយន្តនេះក៏ design ចេញមកជាខាងក្រោយនេះជាលក្ខណៈទ្រុងដែកអញ្ចឹងពួកគាត់ងាយស្រួលក្នុងការដឹកអីវ៉ាន់ផ្សេងព្រោះគាត់ជាប្រភេទក្រឡានក្រុមហ៊ុនគាត់ទៅធ្វើបច្ចេកគាត់នីមួយគាត់មានគ្រឿងជាច្រើនដែលเขาដឹកនៅលើរថយន្តនេះហើយបែកខាងលើនេះគឺជា gear ដែលយើងទើបតែបំពាក់ហើយនឹងបាញ់ថ្នាំជូនរថយន្តរបស់គាត់នៅពេលដែលគាត់បានទៅធ្វើដំណើរឬក៏ទៅធ្វើបច្ចេកការងារមួយគឺគាត់ដាក់អីវ៉ាន់ច្រើនមែនតើអញ្ចឹងរថយន្តនេះគឺគាត់បាន upgrade ជាមួយនឹងបូម hot beat បានតុបតែងប្រភេទថ្នាំក្បាត់មួយជុំបានធ្វើការបំពាក់និងលើកកម្ពស់ហើយប្រើជាមួយនឹងកង់យ៉ាន់ដែលមើលទៅលក្ខណៈស្តង់ដាធន់មិនថាបើកមួយថ្ងៃ 1000 គីឡូឬក៏បែបណាក៏រថយន្តនេះអាចទៅមុខបានអញ្ចឹងបងប្អូនទាំងអស់គ្នាបើមានតម្រូវការក្នុងការតុបតែងក៏ដូចជាធ្វើការបាញ់ថ្នាំរថយន្តឬក៏ចង់ decor រថយន្តរបស់លោកអ្នកកុំភ្លេច VKX Accessory គឺជាដៃគូរបស់លោកអ្នកអរគុណជួបគ្នានៅវីដេអូក្រោយDaddy Chi ពេលខ្លះជិលបើកភ្នែកគឺសវឹងពេកមានអារម្មណ៍ថាដូចជាងងុយដេកពេលខ្លះជិលបើកភ្នែកជីវិតវាហត់ពេកមានអារម្មណ៍ថាធុញទ្រាន់នឹងថ្ងៃស្អែកពេលខ្លះជិលបើកភ្នែកខ្លួនវាទន់ពេកខ្លួននៅតែដើរតែខ្លួនវាចង់ដេកពេលខ្លះជិលបើកភ្នែកថាវាហត់ពេកថ្មីរហូតចឹងគ្មានអ្នកដែលនឹងថ្ងៃស្អែកពេលកលុករកកលៀតកន្លែងជាអៀតមិនចេះសម្របបើកបោបំពេញច្បាប់គេបុកស្លាប់បន្ទោសជាងកប